សារតែកន្លងមកនេះយើងសង្កេតឃើញថាផ្នែកសុខាភិបាលនៃប្រទេសកម្ពុជាកំពុងតែមានភាពរីកចម្រើនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃដែលវាបានផ្ដល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងនោះផងដែរមន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិបានចូលរួមចំណែកក្នុងការផ្ដល់នូវសេវាកម្មដែលមានគុណភាពខ្ពស់និងសេវាកម្មល្អជូនដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាដៃគូសហការផងដែរគុណភាពនិងការផ្ដោតខ្លាំងទៅលើសេវាកម្មរបស់មន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិពួកយើងក៏បានសិក្សាស្រាវជ្រាវអំពីបញ្ហារបស់អតិថិជនក៏ដូចជាប្រជាជនកម្ពុជាទូទៅតើពួកគាត់កំពុងតែជួបប្រទះបញ្ហាអ្វីខ្លះពាក់ព័ន្ធនឹងសុខភាពរបស់ពួកគាត់ក្រោយពីធ្វើការសិក្សាយ៉ាងស៊ីជម្រៅមន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិបានបង្កើតនូវសេវាកម្មជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាដែលសេវាកម្មទាំងអស់នោះរួមមានការបណ្ដុះមេរោគការរកមេរោគការរកមេរោគខ្លាំងពេកនិងខ្លាំងផ្សេងការធ្វើតេស្តជួសកែងជើងរបស់ទារកការរកជំងឺ Down syndrome ការរកជំងឺ Autoimmune Allergy ជំងឺមហារីកនិងសេវាកម្មជាច្រើនទៀតផងដែរដោយផ្អែកទៅលើគុណភាពសេវាកម្មនិងទំនើបកម្មនៃសម្ភារៈវិទ្យាសាស្ត្របានធ្វើឲ្យមន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិបានទទួលស្គាល់ពីប្រជាជនកម្ពុជាយ៉ាងច្រើនជាពិសេសមានដៃគូសហការជាង200ដៃគូសហការទូទាំងប្រទេសផងដែរក្នុងនោះផងដែរមន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិក៏បានចូលរួមចំណែកក្នុងការចែករំលែកនៅបទពិសោធន៍ផ្សេងៗជូនទៅដល់សហគមន៍ស្ថាប័នរដ្ឋស្ថាប័នឯកជនឲ្យពួកគាត់បានស្វែងយល់អំពីបញ្ហាវិទ្យាសាស្ត្របន្ថែមពីនេះទៅទៀតពួកយើងក៏បានសហការជាមួយនឹងមន្ទីរពេទ្យគ្លីនិកទូទាំងប្រទេសគោលបំណងក្នុងការផ្ដល់នូវសេវាកម្មដ៏គួរឲ្យទុកចិត្តជូនដល់ប្រជាពលរដ្ឋទន្ទឹមនឹងនេះផងដែរយើងក៏មានកត្តាធនធានមនុស្សដែលមានសមត្ថភាពប្រកបដោយជំនាញវិជ្ជាជីវៈសិលធម៌គុណធម៌និងមានឆន្ទៈខ្ពស់ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពដោយសារតែហេតុនេះហើយបានធ្វើឲ្យមន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិក្លាយជាកន្លែងដែលធ្វើឲ្យមនុស្សប្រកបដោយសមត្ថភាពប្រាថ្នាចង់ចូលរួមចង់បញ្ចេញសមត្ថភាពរបស់ពួកគេផ្អែកលើចក្ខុវិស័យរបស់មន្ទីរពិសោធន៍វិទ្យាសាស្ត្រស្តង់ដារអន្តរជាតិយើងបដិញ្ញាបន្តផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនតាមតម្រូវការជូនដល់អតិថិជននិងដៃគូសហការទូទាំងប្រទេស